ជួបបងស្រីដែលចៃដន្យហើយបើតាមឮពីអ្នកចិត្តខាងមិញឮថារាល់ថ្ងៃនេះគឺមុខរបរដើរជីកក្តាមលក់ចិញ្ចឹមកូនដែលជាស្ត្រីមេម៉ាយម៉ាយឲ្យចាស់មួយទៀតអូបាទតាចាំកូននឹងចាំអូនហ្នឹងពីភាពខ្ញុំវាអត់មានអីម៉ែខ្ញុំគាត់ថាកូនហើយគេលំបាកម្លឹងមានគេខ្ញុំថាម៉ែមានគេលំបាកញោះជាងខ្ញុំ10ដងទៅ100ដងម៉ែកុំគិតច្រើនពេកខ្ញុំថាអញ្ចឹងការលះបង់របស់ម្ដាយនេះហើយខ្លួនឯងសុខចិត្តអត់ខ្លួនឯងសុខចិត្តពាក់កៅអៅលហែកមុខលហែកក្រោយដោយចិត្តភាពដែលបងប្អូនបានឃើញរឿងសក់រឿងសម្រស់រឿងអីហ្នឹងគឺអត់គិតទេតែគិតធ្វើមិនឲ្យតែបានមានលុយអាចយកទៅផ្គត់ផ្គង់ឲ្យកូនបានសិក្សារៀនសូត្រអាចចិញ្ចឹមលោកឪពុកបាននេះគឺជាមុខរបររបស់បងស្រីរាល់ថ្ងៃបានក្តាមនឹងហើយដែលគាត់អាចផ្គត់ផ្គង់ទៅដល់គ្រួសាររបស់គាត់គាត់ចេញអញ្ចឹងបានតែ5000ឬក៏10000ហ្នឹងឲ្យកូនទុកឲ្យកូនទៅរៀនហើយទិញមកហូបអញ្ចឹងបងហើយនេះឆ្កែបងមកការពារចឹងហ្មងចូលមកវាអត់ឲ្យចូលក្បែរបងស្រីទេតោះតែបងស្រីថាអត់អីទេគាត់មនុស្សល្អទេតែវាលែងរករឿងយើងបងប្អូនខ្ញុំនិយាយមែនតើខ្ញុំជូនថវិកាបង200,000នេះបាទឲ្យច្រើននេះបោះបងប៊ុនធីតាន់ហើយប្រពន្ធរបស់គាត់ផាណាណារ៉ូនៅរដ្ឋចរចាសហរដ្ឋអាមេរិកខ្ញុំសម្រាប់ខ្ញុំច្រើនខ្លាំងគាត់រំភើបបងប្អូនអរគុណរំភើបឡើងចង់ទឹកភ្នែកកេណូនិមិត្តសញ្ញាផលិតផលកូនខ្មែរផ្ដល់ជូននូវគុណភាពសុវត្ថិភាពទំនុកចិត្តជឿជាក់លើផលិតផលកេណូចាំបានន័យថាមីងឃើញអាពពាយតាមដានរបស់វានឹងហើយយើងកាយរករុនអាហ្នឹងគេហៅពពាយរុនពពាយរុនចាពាយឬពពាយអ្នកមីងពាយខ្ញុំទៅលឺពុកម៉ែបងប្អូនគេហៅថាចពាយវាចពាយចាចពាយរុនអញ្ចឹងបើកាលណាឃើញអាចពាយនឹងហើយយើងត្រូវតាមរករុនរបស់វាចាប៉ុន្តែរុនវានៅចិត្តអាចពាយហ្នឹងឬក៏នៅកន្លែងណាជួនកាលបើវានៅកន្លែងណាអញ្ចឹងមកយ៉ាងមកយើងរងណាវានៅសំណាំងយ៉ាងមកអូមើលឥឡូវអ្នកមីងបង្ហាញក្មួយបន្តិចអាចពាយហ្នឹងវាដានបែបម៉េចបងប្អូនខ្ញុំទើបឮពាក្យចពាយហ្នឹងដែរអូបើនិយាយឲ្យស្រួលស្ដាប់ទៅអាហ្នឹងគឺជាដានរបស់វាចាប៉ុន្តែអ្នកស្រុកភូមិនេះហៅចពាយចាពាយរុនអូអញ្ចឹងដូចថាដានវារត់ទៅណាយើងត្រូវវែកនៅក្នុងគុំស្មៅបែបហ្នឹងទៅជួនកាលមានជួនកាលអត់មានអញ្ចឹងទៅហើយចប់ចឹងវាដើរចេញអរ៉ៃអញ្ចឹងបានន័យថាពេលខ្លះវាមានតែចពាយវាអត់មានរុនចាអូពុកម៉ែបងប្អូនទាំងអស់គ្នាជួបបងស្រីដែលចៃដន្យហើយបើតាមឮពីអ្នកចិត្តខាងមិញឮថារាល់ថ្ងៃនេះគឺមុខរបរដើរជីកក្តាមលក់ចិញ្ចឹមកូនដែលជាស្ត្រីមេម៉ាយពុកម៉ែបងប្អូនទាំងអស់គ្នាសុំទោសណាបងប៉ុន្តែដោយសារតែបងប្អូនគាត់ប្រាប់ខ្ញុំអញ្ចឹងហើយដល់ពេលហើយម៉ែឲ្យចាស់មួយទៀតអូអញ្ចឹងបានន័យថាបងចែកផ្លូវគ្នាជាមួយគ្រួសាររាល់ថ្ងៃនៅចិញ្ចឹមកូនស្រីម្នាក់ឬថាកូនបងកូនស្រីបាទហើយនៅសិក្សារៀនសូត្រទេរៀនថ្នាក់ទីប្រហែលហ៎បងថ្នាក់ទី3កូនទូចហើយចែកផ្លូវគ្នាយូរហើយបងណាចែកគ្នាផ្លូវគ្នាហើយ5-6ឆ្នាំហើយកូនស្រីនៅអាយុប៉ុន្មានកូនស្រីខ្ញុំអាយុ9ឆ្នាំអូបងហើយរាល់ថ្ងៃបងគឺតួនាទីជាប្តីផងជាម្ដាយផងចាបាទមនុស្សតែម្នាក់ទេតែដើរ2ចាបាទពេលខ្លះជាប្តីពេលខ្លះជាម្ដាយហេតុអីបានខ្ញុំនិយាយថាពេលខ្លះជាឪពុកពេលខ្លះជាម្ដាយដោយសារគាត់ចែកផ្លូវគ្នាជាមួយគ្រួសារនៅចិញ្ចឹមកូនស្រីម្នាក់អាយុ9ឆ្នាំក្នុងបន្ទុកឲ្យសិក្សារៀនសូត្រហើយមានឪពុកចាស់មួយទៀតបាទគាត់មានឪពុកមួយទៀតបច្ចុប្បន្នប្រហែលហើយបងស្រី70អូអញ្ចឹងឪពុកបងជរាដែរហើយអញ្ចឹងរាល់ថ្ងៃមុខរបរបងគឺមានតែការដើរជីកក្តាមបែបនេះចាដើរជីកក្តាមដើរបន្លែបងប្អូនហើយបងប្អូននេះខ្ញុំមកដល់ឃើញសំណោះហើយដល់ពេលអ្នកចិត្តខាងគាត់បានប្រាប់ខ្ញុំថានេះគឺជាមុខរបររបស់បងស្រីរាល់ថ្ងៃបានក្តាមនឹងហើយដែលគាត់អាចផ្គត់ផ្គង់ទៅដល់គ្រួសាររបស់គាត់ជាពិសេសគឺកូនស្រីនៅក្នុងបន្ទុកគ្រួសារនិងឪពុករបស់បងស្រីជួនកាលទិញអញ្ចឹងបានតែ5000ឬក៏10000ហ្នឹងឲ្យកូនទុកឲ្យកូនទៅរៀនហើយទិញមកហូបអញ្ចឹងបងអាចឡើងឈើតិចបងសុំមើលសម្លៀកបំពាក់បងមិនមែនថាមិនអញ្ចឹងបងប្អូនអត់គ្នាប៉ុន្តែខ្ញុំឃើញហើយខ្ញុំសង្វេគដោយសារ យើងបានតែព័ត៌មានពីអ្នកជិតខាងប៉ុន្តែ
មកជួបបងស្រីពិតប្រកបគឺដូចអ្វីដែលអ្នកចិត្តខាងគាត់ប្រាប់បានន័យថាខ្ញុំជួបបងស្រីចែកដន់ទេប៉ុន្តែពេលដែលចុះមកជួបបងស្រីហ្នឹងគឺមានបងប្អូនគាត់ប្រាប់ពីប្រវត្តិខ្លះៗរបស់បងស្រីដែលរាល់ថ្ងៃពឹងផ្អែកទៅលើការជីកក្តាមហ្នឹងដើម្បីចិញ្ចឹមជីវភាពរាល់ថ្ងៃហើយបងប្អូនយើងធ្លាប់ឃើញតែការជីកក្តាមយើងជីកតាមវាស្រែវាស្រូវពេលដែលគេច្រូតកាត់ហើយមែនទេបងប៉ុន្តែនៅក្នុងស្រុកភូមិនេះមិនសូវការធ្វើស្រែធ្វើស្រូវដល់នេះទេអញ្ចឹងគឺជីកក្តាមក៏ធ្វើក្នុងព្រៃរៀងព្រៃអីចឹងគេធ្វើជាលក្ខណៈនៅព្រៃបែបអញ្ចឹងបងប្អូនអញ្ចឹងតាមធ្លុកតាមតាពាំងមួយចំនួនដើរវែកគុំស្មៅបងប្អូនកុំច្រឡំថានេះស្រូវនេះគឺជាគុំស្មៅគុំសង្ហែបាទដើរជីកក្តាមបែបនេះដើម្បីលក់យកប្រាក់ចិញ្ចឹមជីវភាពបងខ្ញុំចង់ដឹងថាក្រៅពីមុខរបរជីកក្តាមរបស់បងប្រាប់ខ្ញុំមិញថាមានដាំបន្លែបងដាំបន្លែអីដែរមានដាំបន្លែស្ពៃអូ3 4រងទៅដាំនៅផ្ទះយើងហ្នឹងមិនមែនជាដីអីរាប់ហាត់អីទេអត់ហងរែកទឹកស្រោចឪខ្ញុំរែកទឹកស្រោចអញ្ចឹងទៅខ្ញុំដើរមកអញ្ចឹងដល់ពេលទៅវិញគឺរែកទឹកស្រោចគាត់ខ្លះហើយចង់ដឹងថាការជីកក្តាមបងជីកមួយថ្ងៃបានប្រហែលប្រហែលគីឡូបានច្រកថងហ្នឹងបាន5000ហ្នឹងទៅអូអញ្ចឹងបានន័យថាមិនមែនយើងជីកដើម្បីថ្លឹងគីឡូលក់ទេអត់ផងចងស្បោងលក់ស្មានទេចាបើថ្លឹងគីឡូវាច្រើនណាស់អញ្ចឹងបានន័យថ្លឹងគីឡូបើច្រើនជាងអីនេះតាមយើងច្រើនជាងយើងចងស្បោងមកស្បោង5000ហ្នឹងមានប្រហែលក្តារមានច្រើនហ្នឹងស្មានទេចាអូចាំមកនេះយើងមិនមែនថ្លឹងមិនមែនអីទេអត់ហងហើយនេះឆ្កែបងចាមកការពារចឹងហ្មងបងប្អូនមិញខ្ញុំចោតចុះមួយក្រុមការងារចឹងនិយាយថាបាទឃើញគាត់កំពុងអង្គលចូលមកវាអត់ឲ្យចូលក្បែរបងស្រីទេតើតបងស្រីថាអត់អីទេគាត់មនុស្សល្អទេតែទៅវាលែងរករឿងយើងបងប្អូនខ្ញុំនិយាយមែនតើចាក់ស្ដែងនេះឈ្មោះអីគេបងនេះឈ្មោះអីទំនិយាយមិនទាន់ផុតមាត់ផងក៏ហឹមអញ្ចឹងពេលដែលបងដើរជីកក្តាមហ្នឹងអាលូឈ្មោះអាលូអាទៅលូទៅអាទៅហ្នឹងពេលនេះប្អូនខ្ញុំវាយកទៅហើយដល់ពេលហើយវាមកវិញអូមកវិញខ្ញុំហៅអាទៅហើយដល់ពេលបងដើរជីកក្តាមអញ្ចឹងមានប្រហែលក្បាលមកតាមបង4ហើយដល់ពេលនឹងអង្គុយការពារបងអញ្ចឹងចាហើយអ្នកណាចូលចិត្តបងអត់បានទេអត់ទេអត់បានហើយបងតែឯងបងដើរកាត់ព្រៃវាលអញ្ចឹងទៅចាបងឈ្មោះអីបងស្រីឈ្មោះទេពថាបងស្រីថាអាយុប៉ុន្មានហើយអាយុខ្ញុំ40ជាងហើយប៉ុន្តែទៅមានកូនអាយុ9ឆ្នាំចឹងបានន័យថាបង30ជាងហើយបានបងមានគ្រួសារចាហើយមានតែ30ជាងបានរៀបការមានគ្រួសារហើយមានកូនតែមួយហ្នឹងចាបាទហើយក៏ចែកផ្លូវគ្នាទៅចែកផ្លូវគ្នាប្រហែលឆ្នាំបងចែកផ្លូវគ្នា5ឆ្នាំ6ឆ្នាំហើយបងចាតាំងកូនខ្ញុំទៅទូចហ្នឹងបើគេទៅបាត់ហ្នឹងប្រហែលជាមកកូនខ្ញុំពោះធំជិតគ្រប់ខែគេទៅបាត់ដល់ពេលខ្ញុំកូនថ្ងៃទៅហើយគេទៅបាត់ហើយអូអញ្ចឹងបានន័យថាពាក្យថាបងចែកផ្លូវគ្នាហ្នឹងមិនមែនជាចំនួនឬក៏រស់នៅមិនចុះសម្រងចែកផ្លូវគ្នាទេគាត់ទៅហ្មងចាពេលលោកគាត់មានបញ្ហាទេបងអត់ទេគាត់មិនមែនទៅរស់ស៊ីទេគាត់មែនគាត់ទៅរងមានទៀតមានអ្នកក្រោយទៀតទៅចាបងហើយបងអត់មានគិតត្រូវរកគ្រួសារអីបន្តទេអត់ទេបងណាអត់មានគិតសំបីតែកូនចង់កញ្ចក់តែខ្ញុំគ្មានគិតសុខចិត្តនៅតែឯងបែបនេះរកស៊ីតែចាំកូនខ្ញុំបានហេតុអីបងគិតអញ្ចឹងពលលំបាកខ្ញុំឃើញគេគ្រប់គ្នាលំបាកបងខ្ញុំក៏លំបាកបងខ្ញុំរាល់ថ្ងៃឆ្លុះគ្នាជាងអីទីរាល់ថ្ងៃខ្ញុំឃើញគេលំបាកអញ្ចឹងខ្ញុំគិតថាខ្ញុំមិនអាចទៅអញ្ចឹងបានហើយខ្ញុំតាំងចិត្តខ្លួនឯងថាម៉ែខ្ញុំគាត់ថាកូនហើយគេលំបាកម្លឹងមានគេខ្ញុំថាម៉ែមានគេលំបាកញោះជាងខ្ញុំ10ដងទៅ100ដងម៉ែកុំគិតច្រើនពេកខ្ញុំថាអញ្ចឹងបាទហើយខ្ញុំតាំងចិត្តខ្លួនឯងខ្ញុំទៅខ្ញុំរតែចាំតែកូនខ្ញុំទៅបាទបងអញ្ចឹងបានន័យថាបងអត់មានគិតថាបើមានអ្នកណាអីពេញចិត្តបងចង់បានជាគ្រួសារបងអត់គិតរឿងគ្រួសារបន្តទេមានដែរបងខ្ញុំអត់ចង់ខ្ញុំអត់យកចុកចិត្តរស់នៅតែឯងដើម្បីចិញ្ចឹមកូនស្រីម្នាក់របស់បងហើយនឹងឪពុកជារាចាហ
ហើយមួយថ្ងៃ5000ឬក៏10000នេះនឹងគ្រប់ទេបងនៅក្នុងការផ្គត់ផ្គង់ជីវភាពរាល់ថ្ងៃហើយកូនប្អូនខ្ញុំយកកូនវាមកដាក់នឹងមួយទៀតវាទៅរួមចាក់ទៅឲ្យទុកកូននេះឲ្យខ្ញុំនៅបងនៅភូមិនេះភូមិអីបងនៅភូមិព្រៃតាន់ឃុំអីដែរឃុំច័ន្ទសែនស្រុកសាមគ្គីមានជ័យសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងចាបាទបងប្អូនស្រុកសាមគ្គីមានជ័យបាទនេះគឺក្តាមដែលគាត់ជីកមានតូចមានធំជាប្រភេទក្តាមស្រែសុបហ្មងបងប្អូនចាមិនមែនក្តាមនៅតាមវាលស្រែគុំស្រូវទេក្តាមនៅស្រែផ្លុកតាពាំងទៀតនៅតាមសង្ហែតាមអីខ្យងនេះខ្យងស្រែchứបងហ៎ខ្យងស្រែមិនមែនខ្យងពងក្រហមទេណាមួយថ្ងៃអាចរកបានប្រហែលបងខ្យងនេះខ្យងស្រែហ្នឹងជួងកាយបាន1គីឡូអញ្ចឹងជួងកាយអត់បាន1គីឡូទេអូអញ្ចឹងមកន័យថាខ្យងក៏យើងលក់ដែរចាភាគច្រើនក្តាមដែលយើងជីកបានយើងយកទំហំចាប់ពីប៉ុណ្ណាបងព្រោះខ្ញុំឃើញនៅក្នុងធុងបងដូចអាតូចក៏បងយកអាធំក៏បងយកយកតែប៉ុណ្ណេះទៅអូតែប៉ុណ្ណឹងទៅហើយតែប៉ុណ្នេះប្អូនវាថាបើបានច្រើនទុកឲ្យវាទុកយកទៅឃ្លាបងប្អូនសិតតែក្តាមមេធាត់ល្អណាស់ឡើងតលិចពុកម៉ែបងប្អូននេះបបកសិតតែខ្លាញ់ណាបាទប៉ុន្តែបងមិនមែនធ្វើមហូបខ្លួនឯងទេសម្រាប់យកលក់ផ្គត់ផ្គង់ជីវភាពទេបាទណាងាប់ទៅយើងយកទៅយើងទៅធ្វើមហូបខ្លួនឯងចាំមកន័យថាតើតែក្តាមនឹងងាប់បានធ្វើមហូបខ្លួនឯងរស់សុខចិត្តលក់វិញជួបផលលំបាកអីគេខ្លះបងរាល់ថ្ងៃព្រោះបើតាមខ្ញុំឮពីអ្នកចិត្តខាងគឺបងពិបាកហើយក៏ប៉ុន្តែខ្ញុំចង់ឮពីមាត់បងផ្ទាល់វិញជាសម័យខ្លួនថ្ងៃលំបាកខ្ញុំលំបាកតែចាំកូននឹងចាំឪហ្នឹងគឺភាពខ្ញុំវាអត់មានអីចុះបងប្អូនបងសាច់បកើតមួយបងអត់មានអ្នកណាផ្គត់ផ្គង់ដល់ឪពុករបស់បងទេបងប្អូនខ្ញុំសិននេះអត់បងប្អូនខ្ញុំសិននេះអត់ចាសិននេះអត់ដែរណារណាទីបាទចាំមកន័យថាប្រឹងអូនទៅរោងចក្រនោះទៅគេឲ្យ20000 30000មកផ្ដល់ឲ្យគាត់ចាយទៅបាទចាំមកន័យបងប្រឹងលាក់រាល់ថ្ងៃតែឯងដើរកាត់ព្រៃស្ងាត់បងប្អូនអត់មានចិត្តភូមិឥឡូវឡើងឲ្យបងប្អូនមើលបន្តិចខ្ញុំច្រឡំថាចិត្តភូមិខ្ញុំចង់បង្ហាញឲ្យបងប្អូនមើលពីទស្សនវិជ្ជារួមនេះឥឡូវបងប្អូនមើលគឺមានតែព្រៃអាស័យព្រឹកឆ្នោតអីសពគ្រប់បែបយ៉ាងទាំងអស់គឺលហលហេវស្ងាត់ទៅងុំហើយគាត់ជាមនុស្សស្រីគាត់ដើរក្នុងព្រៃតែឯងបានកែ3 4ក្បាលដើរតាមជាមួយជីកក្តាមនៅកដាលព្រៃស្ងាត់នេះបងប្អូនទស្សនវិជ្ជារួមអញ្ចឹងនេះគឺជាការខិតខំប្រឹងប្រែងការលះបង់របស់បងស្រីតួនាទីជាម្ដាយផងតួនាទីជាឪពុកផងតួនាទីជាកូនស្រីផងបងប្អូនហើយអីបានខ្ញុំនិយាយអញ្ចឹងតួនាទីជាម្ដាយជាឪពុកគឺគាត់ត្រូវចិញ្ចឹមកូនស្រីគាត់ដល់ពេលតួនាទីជាកូនស្រីគឺគាត់ត្រូវចិញ្ចឹមឪពុករបស់គាត់ហើយមួយថ្ងៃជីកក្តាមបានតែ4-5000រៀលចងថងលក់ច្រើនបំផុត10000មែនទេបងចាហើយក្តាមមិនមែនជីកបានរាល់ខែទេអត់ទេស្គាល់តែរដូវដែលគេច្រូតកាត់ចឹងបានជីកបានហើយពុកម៉ែបងប្អូនធ្លាប់បានទស្សនាទស្សនវិជ្ជារួមដែលខ្ញុំធ្លាប់ប្រឌិតយកទស្សនវិជ្ជាដែលមានបងប្អូនក៏ដែរជីកក្តាមហើយប៉ុន្តែគាត់ជីកគឺថាយកញ៉ាំលក្ខណៈគ្រួសារឬក៏លក់តិចតួចនៅស្ថានភាពដូចរៀងល្អប្រសើរជាងបងស្រីខ្លាំងតែដល់ពេលមកជួបបងស្រីគឺយើងឃើញថាទស្សនវិជ្ជារបស់គាត់លំបាកដូចអ្វីដែលបងប្អូនបានឃើញគឺការលះបង់របស់ម្ដាយនេះហើយបាទចង់ឲ្យកូនគ្រប់រូបថាខ្លួនឯងទុកចិត្តអត់ខ្លួនឯងទុកចិត្តពាក់កៅអៅលហែកមុខលហែកក្រោយដោយទស្សនវិជ្ជាដែលបងប្អូនបានឃើញហើយมันមានការរៀបចំឲ្យបានត្រឹមត្រូវទេរឿងសក់រឿងសម្រស់រឿងអីហ្នឹងគឺអត់គិតទេតែគិតធ្វើមិនឲ្យតែបានមានលុយអាចយកទៅផ្គត់ផ្គង់ឲ្យកូនបានសិក្សារៀនសូត្រអាចចិញ្ចឹមលោកឪពុកបានគឺដើរវែកចឹងបងប្អូនមិនមែនជារូបភាពសម្ដែងទេគឺពិតប្រកបអ្វីដែលគាត់ធ្វើប្រចាំថ្ងៃឥឡូវគឺគាត់ថារុននេះអាចតំណងនៅដោយសារជាមើលតាមមាត់រុនណាប៉ុន្តែកង្វ៉ាបងនៅណាអូបងកង្វ៉ាហ្នឹងសម្រាប់ធ្វើអីសម្រាប់កែវវាចេញហ្មងហ៎ចុះយើងមិនជីកឲ្យដល់ហ្មងទៅអត់ទេអានេះវាដល់ពេលជ្រៅអញ្ចឹងយើងរូបរមើលវាអូតើអត់ដឹងថាមានក្តាមបានយើងជីកបន្តចាអូវារត់តបាក់កាមេរ៉ាបងប្អូនទុំទុះរត់តបាក់អូធំហ៎បងនេះអូធាត់ឡើងតលិចក្តាមមេទៀតបងជាទូទៅនៅក្នុងរុនអញ្ចឹងក្តាមមេចាអត់មានឈ្មោលទេមាន
ជួនកាលមានឈ្មោល ដោយសារកន្លែងចៀតហើយឆ្កែរបស់គាត់ការពារម្ចាស់នេះដោយសារតែបងស្រីគាត់ប្រាប់ដូចខ្ញុំនិយាយខាងដើមមិញផងបានវាលែងទៅព្រុសមកមុនដំបងហក់យកហ្មងបាទការពារម្ចាស់ឆ្លាតមែនទេណាបាទចេះដើរការពារចេះអីចឹងមិនថាมันគួរណាយើងបរិភោគសាច់សត្វសំណក់ហ្នឹងបងប្អូនឬក៏យើងហៅថាសាច់សត្វឆ្កែมันគួរណាយើងញ៉ាំទេព្រោះឆ្កែវាឆ្លាតប៉ុន្តែអធិស្ឋានខ្ញុំនិយាយបែបនេះមិនទូម្នាស់ជាមួយបងប្អូនដែលញ៉ាំសាច់ឆ្កែទេអានឹងគឺជាការសម្រេចចិត្តរបស់គាត់ទេប៉ុន្តែបើសិនជាអាចប្រឈប់បានយើងប្រឈប់ការទទួលទានសាច់សត្វឆ្កែទៅព្រោះយើងមានអារម្មណ៍ថាអាណិតវាបាទអាណិតសំណក់វាឆ្លាតមែនទេណាដូចជាក់ស្ដែងបងប្អូនបានឃើញដើរការពារម្ចាស់អត់ឲ្យអ្នកណាចូលក្បែរចូលអីទេសំបីតែលុបកាមេរ៉ាទៅថតចិត្តបងស្រីក៏វាតបាក់ដៃអ្នកថតដែរអញ្ចឹងមិនថាវាខ្លាចយើងធ្វើបាបបងស្រីខ្លាចអីចឹងទៅឥឡូវគាត់កំពុងតែជីកក្តាមបន្តបងប្អូនបានឃើញទស្សនវិជ្ជារួមបាទដែលបងស្រីគាត់ប្រកបមុខរបរជីកក្តាមដើម្បីចិញ្ចឹមកូនឲ្យបានសិក្សារៀនសូត្រនិងលើកឪពុកចាស់ជារៀមម្នាក់បាទដែលនៅក្នុងបន្ទប់គ្រួសារមានអត់បងមានគាត់លុកដឹងបងប្អូនកាលណាលុកប៉ះទៅក្រឹកគាត់ដឹងថាមានក្តាមហើយបានទេបងបានអត់អានឹងរុនធំទៅអូបងលុកដៃចឹងហ្មងអូតែគាត់លុកដឹងថាមានក្តាមហ៎បងប្អូនបានគាត់លុកដៃអូមកបានក្តាមមួយមិនងាយទេពុកម៉ែបងប្អូនចឹងមិនថាក្តាមលក់មួយថង 4-5 ពាន់ក្តាមច្រើនណាហើយទម្រាំបានក្តាមមួយថង 5 ពាន់ហ្នឹងត្រូវលុកចឹងពុកម៉ែបងប្អូនឃើញចិត្តតងលុកហើយតែម្នាក់ឯងកដាវាស្រែបានទេបងអូបងយកមកលើទាំងចបទាំងអីមកបងមកលើវិញពុកម៉ែបងប្អូនបានឃើញទស្សនវិជ្ជាជារួមហើយទម្រាំបានក្តាមមួយក្បាលគឺត្រូវខិតខំលះបង់សពគ្រប់បែបយ៉ាងទាំងអស់ទើបអាចយកក្តាមបានមួយក្បាលនេះប៉ុណ្ណឹងណាបងប្អូនកន្លះកូនធុងណាលក់អត់ទាន់បាន 5,000 រៀលទេត្រូវជីកបន្តទៀតណាចាបាទអញ្ចឹងពេលខ្លះមួយថ្ងៃរក 5,000 រៀលអត់ឃើញទេអត់ឃើញបាទរកអត់ឃើញទេហើយទស្សនវិជ្ជានេះអាចថាបងប្អូនមួយចំនួនគាត់ធ្លាប់ជួបដោយសារធ្លាប់រស់នៅសុខសេចកាតែបងប្អូនខ្លះក៏អត់ដែលបានឃើញទស្សនវិជ្ជាទាំងអស់នឹងដែរហើយដូចជាក់ស្ដែងបងស្រីបន្ទប់របស់គាត់ដោយបងប្អូនទទួលជ្រាបហើយគឺដើម្បីកូនស្រីរបស់គាត់ដែលគាត់រស់នៅជាស្ត្រីមេម៉ាយចិញ្ចឹមកូនឲ្យបានរៀនហើយលោកឪពុកចាស់មួយទៀតអញ្ចឹងណាអញ្ចឹងបងថ្ងៃនេះខ្ញុំអត់មានអីច្រើនជូនបងទេខ្ញុំជូនថវិកាបង 20,000 នេះបាទអត់ច្រើនអត់អីទេបងថវិកានេះក៏មិនមែនរបស់ខ្ញុំដែរនេះបោះបងប៊ុនធីតាន់ហើយប្រពន្ធរបស់គាត់ផាណាណារ៉ូនៅរដ្ឋចរចាសហរដ្ឋអាមេរិកចាបាទអញ្ចឹងខ្ញុំធ្លាប់ឃើញគាត់តាម Facebook ដែរចាអូបាទបងរំភើបបងមិនបានថាច្រើនខ្លាំងបងប៉ុណ្ណឹងខ្ញុំសម្រាប់ខ្ញុំច្រើនខ្លាំងបើគេខ្ញុំបានលក់បានតែ 2-30000 នេះបាទបាទរមអាទិត្យអី 2-30000 ទេចាប៉ុន្តែ 20,000 បងគិតថាច្រើនសម្រាប់បងខ្លាំងអត់អីទេបងអត់អីទេអរគុណបាទបងអរគុណអត់អីបងទុបអារម្មណ៍អត់អីទេខំទុបអារម្មណ៍តែនៅគាត់រំភើបបងប្អូនអរគុណរំភើបឡើងចង់ទឹកភ្នែកបាទខ្ញុំថ្លែងអរគុណដល់បងប៊ុនធីតាន់ហើយបងធុនធីតាន់ឲ្យមានដីសុខដីចម្រើនជួបតែពុទ្ធពរ5ប្រការគឺអាយុវណ្ណៈសុខៈពលៈសុបដិវេណៈ8គ្លីស្រីឡាយបាទអរគុណបងអីបាទបងបាទខ្ញុំយល់អារម្មណ៍របស់គាត់បាទបងអត់អីទេហើយអរគុណដល់អ្នកឧបត្ថម្ភនៅក្នុងការផលិតវីដេអូកេណូនិមិត្តសញ្ញាផលិតផលកូនខ្មែរផ្ដល់ជូននូវគុណភាពសុវត្ថិភាពទំនុកចិត្តជឿជាក់លើផលិតផលកេណូហើយអរគុណដល់បងប៊ុនធីតាន់បងស្រីផាណាណារ៉ូផងដែលគាត់បានទុកដាក់ថវិកានៅរំដួល TV ពេលឃើញបងប្អូនខ្វះខាតអីឲ្យជូនម្នាក់ 20,000 អីចឹងណាបាទហើយគាត់ជូនមកសម្រាប់10នាក់ឥឡូវនេះខ្ញុំបានធ្វើគ្រប់ចំនួនឲ្យគាត់ហើយ10នាក់បាទអញ្ចឹងបងស្រីគឺលេខរៀងទី10ហើយសម្រាប់ថវិការបស់គាត់ណាបងណាអរគុណបាទអូនបានប្តីសុខរីបាទសាធុអត់អីបងទៅផ្ទះណាបាទជីកលក់បាន 5,000 បាទឥឡូវជូន 20,000 ហើយទៅផ្ទះហើយមិនបាច់ជីកបន្តទេហ្មងហើយអូអត់អីទេបងអត់អីទុកចោះជូនពរសុខសប្បាយដល់បងណាអរគុណបាទអរគុណ